ខេត្តស្វាយរៀងគឺជាស្រុកកំណើតខ្ញុំនៅទីនេះមនុស្សម្នាញ៉ាំអាហារលេងហើយនៅទីនោះធ្វើស្រែចម្ការខ្លះទៀតរវល់លក់ដូរនៅឯផ្សារភាសាដែលនិយាយគឺភាសាខ្មែរយើងតែងតែមកទីនេះរាល់ថ្ងៃដើម្បីទិញរបស់របរដូចជាផ្លែឈើនិងអ្វីៗផ្សេងៗទៀតតាមតម្រូវការរបស់យើងចំណែកទេសភាពនៅតាមវាលស្រែនាខែវស្សាវិញមើលទៅពូពេញទៅដោយវាពណ៌ខៀវស្រងាត់ចំណែកទេសភាពនៅខាងក្រោយផ្ទះរបស់ខ្ញុំវិញស្រស់ស្អាតខ្លាំងណាស់មានដើមត្នោតដុះជាជួរនិងទឹកស្ទឹងជាប់ខាងក្រោយផ្ទះខ្ញុំតែម្ដងបងប្អូនយល់យ៉ាងណាដែរក្រោយពីបានទស្សនាវីដេអូរបស់ខ្ញុំមានចំណាប់អស់ស្រង់ចង់ទៅលេងខេត្តស្វាយរៀងដែរឬទេអរគុណចំពោះការតាមដានវីដេអូរបស់ខ្ញុំ